ប្រមុខការទូតកម្ពុជាប្រាប់ប្រមុខ UN ថាកម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេទោះតូចជាងកម្ពុជាក៏ដោយព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាពខ្ញុំត្រូវការទុនបន្ថែមខ្ញុំចង់រៀបចំក្រៅឲ្យល្អជាងនេះខ្ញុំចង់ថែមស្រះមួយទៀតព្រោះមិនអាចពង្រីកអាជីវកម្មខ្ញុំបានតើអ្នកកំពុងត្រូវការដើមទុនពង្រីកអាជីវកម្មមែនទេឥឡូវនេះធនាគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគ្រប់គ្រងសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងជំនួបជាមួយឯកឧត្តមអាន់តូនីអូ ហ្គូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025នៅក្នុងឱកាសពិភាក្សាទូទៅនៃសម័យប្រជុំលើកទី80នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានគូបញ្ជាក់ថាកម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេទោះតូចជាងកម្ពុជាក៏ដោយព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាពកម្ពុជាឆ្លងកាត់សង្គ្រាម3ទសវត្សរ៍រួចមកហើយនិងសោកនាដកម្មអំពើប្រល័យពូជសាសន៍ដូច្នេះយើងយល់ច្បាស់ពីសង្គ្រាមហើយអ្វីដែលយើងចង់បានគឺសន្តិភាពដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពឯកឧត្តមបានជម្រាបថាឯកឧត្តមបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមាភិកីថៃនិងចង់បានដំណោះស្រាយចំពោះចំនួននេះព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងគ្រោះឯកឧត្តមអគ្គលេខាធិការបានសរសើរចំពោះវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងបានគូបញ្ជាក់អំពីការចូលរួមប្រកបដោយស្ថាបនានិងការគាំទ្ររបស់កម្ពុជានៅក្នុងដំណើរការពហុភាគីពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមមថាប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនានិងការបដិញ្ញាចិត្តទៅវិញទៅមកឯកឧត្តមក៏បានគូបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តរបស់កម្ពុជានៅក្នុងការបន្តការរួមចំណែកយ៉ាងសកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាពនិងត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលរួមនៅក្នុងបេសកកម្មណាមួយដោយស្នើដោយអង្គការសហប្រជាជាតិនិងរួមចំណែកដល់ជំនួយមនុស្សធម៌និងប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិនិងបានពំនាំនៅការអរគុណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តចូលរួមគាំទ្រដល់ការកាត់បន្ថយភាពតានតឹងនៅក្នុងជម្លោះព្រំដែនកម្ពុជាថៃជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែលអំពាវនាវឲ្យភាគីសងខាងឈប់ប្រើប្រាស់កម្លាំងហើយស្នើឲ្យឯកឧត្តមអគ្គលេខាធិការបន្តប្រឹងប្រែងជួយនៅក្នុងកិច្ចការនេះកម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តឡើងវិញនិងស្ដារប្រក្រតីភាពនៅក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញនេះតើឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់